mình đạch nữa nhỉ. Ok. Chả pra cái pra tu sắp cái pra computer. Bộ sầm lấy riêng cái sao vậy? Ngay vậy. Ngày đang môn môn nâng này dương rầm lật mê riêng để dương riêng hào tích mê riêng để dương bàn riêng hào nhất này nè tam bất lực môn nó rầm lật mà đó này chẳng ngày năng mình rầm lật ấy chả đấy còn tru rằng với nằm bây giờ đang thật ta chấm nói để dương bàn riêng đóចំណុចដែលយើងបានចាប់ផ្ដើមរៀនមកហ្នឹងវាពីតាណាមកអញ្ចឹងណាមកនេះតិចណា share screen ឡើងវិញតិចចាស់ឃើញមេរៀនរបស់យើងថ្ងៃមុនហ្នឹងឃើញអត់ណា so អឺយើងនៅតែ keep មេរៀនចាស់ដដែលទេដោយសារហ្នឹងយើងទៅបន្តអញ្ចឹងមេរៀនចាស់របស់យើងគឺយើងនិយាយពី basic English ដដែលហ្នឹងហើយមេរៀនសំខាន់ដែលយើងនិយាយគ្នាមេរៀនសំខាន់ដែលយើងបានរៀនហ្នឹងគឺនេះគឺ verb to be ដែលយើងរៀនការប្រើប្រាស់កិរិយាសព្ទ to be ឬក៏ English verb to be ហ្នឹងជាមួយនឹងប្រភេទ subject pronoun អញ្ចឹងយើងបានស្គាល់ហើយស្អីទៅ verb to be what is the definition of verb to be main verb ឬក៏ verb to be ហ្នឹងហើយការប្រើប្រាស់កិរិយាសព្ទ to be ហ្នឹងតើយើងប្រើប្រាស់របៀបណាអញ្ចឹងយើងបានរៀនរួចហើយមើលចាស់អង្គណានៅចាំណាចាំពីការប្រើប្រាស់កិរិយាសព្ទ to be ហ្នឹងអាចនិយាយឬក៏លើកឧទាហរណ៍ទៅមកជានិយមន័យរបស់មេរៀនស្អីwhat is verb to be ឥឡូវកិរិយាសព្ទ to be ហ្នឹងអ្វីទៅជាកិរិយាសព្ទ to be តោះណាអ្វីទៅជាកិរិយាសព្ទ to be ឬក៏យើងហៅថា verb to be ហ្នឹងចឹងណាឥឡូវណាសួរចេះវិញតើកិរិយាសព្ទ to be មានប្រមាណ what the verb to be in English មាន3នោះអីខ្លះណាចឹងមាន3មើលព្រះអង្គគុណកិរិយាសព្ទ verb to be មានប្រមាណប្រភេទOkay, what are the verb to be in English?
អូខេអញ្ចឹងនៅក្នុងកិរិយាសព្ទ to be គឺយើងបែងចែកជាពីរសំខាន់គឺ verb to be ដែលយើងប្រើប្រាស់នៅក្នុងបច្ចុប្បន្នកាលដែលយើងហៅថា the verb to be used in the present ហើយនឹង verb to be ដែលប្រើប្រាស់នៅក្នុងទម្រង់អតីតកាលណាអញ្ចឹងមិញហ្នឹងគឺជាប៉ុន្តែបើសំណួរសួរមកតង់ទៀតថាតើកិរិយាសព្ទ to be ឬក៏ verb to be we use in present ហ្នឹងមានអីខ្លះអាហ្នឹងបានចាស់ឆ្លើយថាមាន3ដូចព្រះអង្គមកបានឆ្លើយមកអញ្ចឹងប៉ុន្តែសួរតើនៅក្នុងកិរិយាសព្ទ to be ដែលប្រើនៅក្នុងពេលបច្ចុប្បន្នមានអ្វីខ្លះអាហ្នឹងចាស់ឆ្លើយ3មិញហ្នឹងតែបើសំណួរសួរថាតើកិរិយាសព្ទ to be មានប្រមាណប្រភេទចាស់គួរតែឆ្លើយថាកិរិយាសព្ទ to be មាន2កិរិយាសព្ទ to be ដែលប្រើនៅក្នុង present និងកិរិយាសព្ទ to be ដែលប្រើនៅក្នុង past tense អញ្ចឹង present tense and past tense កិរិយាសព្ទ to be ដែលប្រើនៅក្នុងបច្ចុប្បន្នកាលនិងកិរិយាសព្ទ to be ដែលប្រើនៅពេលអតីតកាលយល់ទេចាតើហ្នឹងណាចឹងនេះគឺជាកិរិយាសព្ទ to be ដែលយើងប្រើនៅក្នុងកាលទាំងពីរដែលកណាបាននិយាយមិញហ្នឹងសំខាន់ណាគឺកិរិយាសព្ទ to be ដែលប្រើនៅក្នុងបច្ចុប្បន្នកាលហ្នឹងគឺយើងប្រើ am is and are នេះហើយនឹងកិរិយាសព្ទដែលប្រើនៅក្នុង past មានន័យថាក្នុងអតីតកាលគឺយើងប្រើ was and were ព្រោះនៅក្នុងភាសាទូទៅភាសាទំនាក់ទំនងទូទៅដែលយើងប្រើសម្រាប់ communication គេប្រើ the way of communication ភាសានៅក្នុងការទំនាក់ទំនងគ្នាយើងនិយាយយើងសរសេរគឺអាស្រ័យទៅតាមកាលវេលាអាស្រ័យតាមកាលវេលាអញ្ចឹងនៅពេលបច្ចុប្បន្នយើងនិយាយផ្សេងឧទាហរណ៍ថាខ្មែរយើងឧទាហរណ៍គេប្រើកិរិយាសព្ទ to be ដើម្បីបញ្ជាក់អំពីនាមណាមួយឬក៏ឈ្មោះមនុស្សម្នាក់ឧទាហរណ៍ថាខ្ញុំគឺជាគ្រូបង្រៀនភាសាអង់គ្លេសអាហ្នឹងមានន័យថាគឺយើងប្រើក្នុងពេលបច្ចុប្បន្នហ្នឹងបើយើងនិយាយជាភាសាអង់គ្លេសយើងថា I am an English teacher ឃើញទេប៉ុន្តែស្រាប់តែមនុស្សម្នាក់ហ្នឹងគាត់ឥឡូវហ្នឹងគាត់ឈប់ធ្វើជាគ្រូបង្រៀនហើយអញ្ចឹងគាត់និយាយថា I was an English teacher មានន័យថា I was an English teacher last year អញ្ចឹងកាលពីឆ្នាំមុនហ្នឹងគាត់គឺជាគ្រូបង្រៀនភាសាអង់គ្លេសអញ្ចឹងគេប្រើអញ្ចឹងហើយមួយទៀតអ្វីដែលយើងត្រូវចំណាំការប្រើប្រាស់កិរិយាសព្ទ to be គឺវាប្រើដល់ផ្លាស់ប្ដូរទៅតាម depending on subject and time កិរិយាសព្ទ to be ឬក៏ verb to be ហ្នឹងប្រើប្រាស់វាផ្លាស់ប្ដូរទៅតាមប្រភេទនៃប្រធានដែលយើងហៅថា subject និងពេលវេលារបស់វាគឺពេលបច្ចុប្បន្ននិងអតីតកាលហ្នឹងតោះណាចាណាចឹងទៅទៀតអានេះក៏រំលឹកឯណាយើងរៀនហើយ we just reminding review what we have been learned យើងគ្រាន់តែរំលឹកអ្វីដែលយើងបានរៀនហើយតែប៉ុណ្្នឹងទេតោះណាចឹង verb to be with a job ហើយគណៈបានលើកហើយតកតងមួយនឹងកិរិយាសព្ទ to be ដែលតកតងមួយនឹងការងារអញ្ចឹងមាន teacher មាន doctor មាន police officer មាន farmer មាន students ទាំងអស់នេះគឺសិតតែជាពាក្យដែលបញ្ជាក់អំពីការងារយើងរៀនទាំងពាក្យនឹងយើងរៀនតាំងពីរបៀបនៅក្នុងការអានពាក្យនឹងហើយនេះគឺជាកលឹះគឺជាពាក្យដែលយើងរៀនយកមកអានតើដើម្បីអាន teacher ដើម្បីអាន doctor ដើម្បីអាន police officer ដើម្បីអានថា farmer ដើម្បីអានថា students យើងត្រូវរៀនអានយ៉ាងម៉េចអូខេអញ្ចឹងយើងបានរៀនហើយយើងប្រកបហើយដូចពាក្យនេះយើងអានថា teacher អញ្ចឹងដោយសារតែ sing as or t ហ្នឹង sound របស់អក្សរ t គឺសំឡេង t ដល់ពេលនេះ e
E ដល់ពេល T ហើយនឹងនេះអក្សរនេះវាសំឡេងរបស់វាគឺឆឃើញទេដល់ពេលនេះជាមួយនឹង R នេះទៅជា teacher អញ្ចឹងយើងរៀនអានអញ្ចឹងយើងប្រកបអញ្ចឹងហ្នឹងយើងបានរៀនហើយនៅណាយើងរៀនហើយអញ្ចឹង review មកវិញទេកាលណាខនតែ review ទេនេះគឺជាពាក្យ5ទៀតដែលយើងបានរៀនតកតងមួយហ្នឹងព្រោះយើងរៀនពាក្យ5ខាងលើនេះហើយនឹងពាក្យ5បន្ទាប់នេះដែលជាពាក្យយើងរៀនតកតងមួយហ្នឹងអីគេណា verb to be ដែលគេ verb to be ដែលប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្នហ្នឹងគ្រាន់តែជាការរំលឹកទេណាហើយនឹងយើងរៀនអំពីប្រភេទតម្រង់របស់ប្រយោគអីហ្នឹងយើងរៀនហើយអញ្ចឹងនៅក្នុងតម្រង់ប្រយោគហៅថា sentence structure ភាសាអង់គ្លេសត្រូវមានសំណង់ប្រយោគខ្មែរយើងក៏ត្រូវមានដែរគ្រាន់តែថាយើងតាក់ទងvớiភាសាអង់គ្លេសអញ្ចឹងនៅក្នុងប្រយោគវាមានសំណង់របស់វា structure ហ្នឹងរចនាសម្ព័ន្ធនៃប្រយោគហ្នឹងទើបយើងអាចសរសេរប្រយោគភាសាអង់គ្លេសហ្នឹងបានត្រឹមត្រូវអញ្ចឹងនេះគឺជាប្រភេទគេហៅ type of the structure អញ្ចឹងនៅក្នុងសំណង់ប្រយោគមាន4សំខាន់ទី1គឺ positive គឺតម្រង់ប្រយោគហ្នឹងដែលយើងនិយាយ positive បានន័យថាម៉េចណាចុះ negative ចុះ question question ណាប្រយោគអីគេអូខេអញ្ចឹងប្រភេទ question នេះគឺប្រយោគសំណួរចុះប្រភេទចុងក្រោយនេះគេហៅអីគេណាគឺប្រភេទសំណួរបដិសេធយើងហៅថា negative and question នេះគឺជាតម្រង់ប្រយោគទូទៅដែលយើងប្រើទូទៅនៅក្នុង present នៅក្នុងពេលបច្ចុប្បន្នហ្នឹងជាប្រយោគទូទៅដែលយើងប្រើអញ្ចឹងហ៎ចាចឹងរៀនហើយយើងនិយាយក្នុងប្រយោគសពយើងនិយាយថាម៉េចទៅទៀតថា I am an engineer នេះជាពាក្យដែលយើងរៀនហើយ I am an engineer ខ្ញុំគឺជាគ្រូបង្គខ្ញុំគឺជាវិស្វករដល់ពេលយើងចង់និយាយប្រយោគហ្នឹងឲ្យទៅជាប្រយោគបដិសេធយើងទៅធ្វើម៉េចយើងទៅធ្វើម៉េចព្រះអង្គមេងឬអត់ណាឥឡូវប្រយោគដែលយើងមាននេះប្រយោគដែលយើងកំពុងតែអាននេះយើងហៅថាប្រយោគស្របមែនទេ I am an engineer ខ្ញុំគឺជាវិស្វករតែបើយើងចង់និយាយប្រយោគនោះឲ្យទៅជាប្រយោគបដិសេធតើយើងគួរនិយាយម៉េចតែយើងគួរនិយាយម៉េចអង្គមេមិនហើយនិយាយថាម៉េចអានោះយកបដិសេធប្រយោគដែលយើងមាននេះជាប្រយោគស្រប I am an engineer ចុះបើយើងចង់ធ្វើប្រយោគហ្នឹងឲ្យទៅជាប្រយោគបដិសេធតើយើងគួរនិយាយម៉េចI am not an engineer មែនទេ I am not an engineer ឬក៏ I'm not an engineer តោះនេះចាណាត្រហ្នឹងណាអូខេចុះប្រយោគសំណួរវិញគួរនិយាយថាម៉េច
ព្រះអង្គយុទ្ធអង្គយុទ្ធឥឡូវយើងសួរថាតើអ្នកគឺជាវិស្វករមែនដែរឬទេសួរថាម៉េចតើអ្នកគឺជាវិស្វករមែនដែរឬទេថាសួរថាម៉េចអង្គយុទ្ធហ្នឹងហ៎នេះមើលធ្វើផ្ដល់ភាពក្លាហានឆ្លើយមួយមើលជាប្រយោគសំណួរថាជាប្រយោគសំណួរតើខាងលើមិញហ្នឹងប្រយោគស្រប I am an engineer អាហ្នឹងប្រយោគស្របប៉ុន្តែបើយើងចង់សួរថាតើគាត់ជាវិស្វករមែនអត់មែនដែរឬទេឥឡូវយើងសួរជាភាសាអង់គ្លេសហ្នឹងសួរថាម៉េចតន់ណាទៀតចិត្តទៅតន់មកមិនថាមិនឆ្លើយមកអត់មាន I am ទេអាហ្នឹងប្រយោគស្របវាជា positive sentence វាមិនជា negative sentence ទេតើនេះប៉ុន្តែបើយើងចង់ធ្វើវាឲ្យទៅជា question sentence មានជាប្រយោគហ្នឹងជាប្រយោគសំណួរ what are you going to do តែយើងគួរនិយាយថាម៉េច what would you like to say តែយើងអាចនិយាយបានថាម៉េចជារបៀបម៉េចលឿនកុំស៊ីម៉ោងពេកម៉ោងអស់ឥឡូវណាគេបិទហាងកាហ្វេបាត់ឡូវនៅឡើយហាងកាហ្វេគេតាមាន you are ទេអា you are ហ្នឹង you are an engineer អ្នកគឺជាវិស្វករឥឡូវសួរវិញសួរថាតើអ្នកគឺជាវិស្វករមែនដែរឬទេតើយើងរៀបប្រយោគជាភាសាអង់គ្លេសគួរតែសួរថាម៉េចយល់សំណួរដែលគេណានិយាយអត់យល់អត់ទេឥឡូវតម្រង់សំណួរនិយាយពីthe structures of English sentence តម្រង់សំណួរហ្នឹងតើ structure របស់វាទៅសេយ៉ាងម៉េចប្រាប់រៀបរាប់ពីណាទេមើលឥឡូវមួយណានេះនៅក្នុងអា slide presentation ដែលកណាកំពុងតែប្រចាំងហ្នឹងនៅទីប្រមាណណាទី3ឥឡូវមើលតម្រង់របស់វាមើលឃើញអត់តម្រង់របស់វាមើលគេ sub to be ទាំង3ហ្នឹងនៅវិមុខមែនទេនេះគេ sub to be ទាំង3ហ្នឹងគឺវានៅវិមុខចឹងតើបើយើងសួរថាតើអ្នកស្ដាប់សំណួរណាឲ្យតន់នៅក្នុងភាសាខ្មែរហ្នឹងតើអ្នកគឺជាវិស្វករមែនដែរឬទេចឹងបើយើងនិយាយឃ្លាហ្នឹងឲ្យទៅជាភាសាអង់គ្លេសតើយើងគួរនិយាយថាម៉េចមិនក៏ទៅណាអស់ហើយ
អង្គយុទ្ធណានៅយកឈ្នះមួយព្រះអង្គយុទ្ធនឹងក៏បានណាអ៊ីអីបើសំណួរណាសួរថាអ្នកហ្នឹងតើអ្នកខ្ញុំណាមានសួរគាត់ណាសួរតើអ្នកតាមិនចឹងយល់សំណួរឯកណានិយាយអត់ណាសួរតើអ្នកតាណាមិនសួរនេះណាយល់អត់យល់ណាសំណួរណាសួរអត់តោះអត់ទេនៅស៊ីម៉ោងនៅនឹងអត់ទៅមុខទេអញ្ចឹងនេះគឺជាកិច្ចសត្វ to be ទាំង3នេះចាAre you an engineer? Okay. Are you an engineer? Are you an engineer? តើអ្នកគឺជាវិស្វកម្នាក់មែនដែរឬទេតើនេះចាអង្គយុទ្ធតើអត់តើអត់តើនេះចេះតើនេះនឹងរៀនអត់ដើររំលឹកអានឹងរៀនឲ្យអត់រំលឹកដល់អត់រំលឹកបាត់ហើយចាបើចាស់ចង់ចេះភាសាអង់គ្លេសត្រូវតែយល់ពី structure ទាំងអស់ហ្នឹងព្រោះយើងត្រូវយកពាក្យត្រូវយក subject ត្រូវយកកិច្ចសព្ទ to be ឬកិច្ចសព្ទដតីណាដែលយើងត្រូវរៀនដតីណាក្នុងភាសាអង់គ្លេសមួយចំនួននៅក្នុងប្រយោគ structure របស់វាទៅយើងទៅសេកាតយើងនិយាយកើតយើងនិយាយបានតោះនេះត្រូវចាំមិនដឹងណាមូលដ្ឋានគ្រឹះរបស់ភាសាអង់គ្លេសដំបូងយើងត្រូវតែស្គាល់អក្សររបស់វាមិនចឹងយើងត្រូវស្គាល់ក្រៅពីស្គាល់អក្សររបស់វាហើយយើងត្រូវស្គាល់របៀបបច្ចេកទេសនៅក្នុងការអានមានតែយើងស្គាល់អក្សរយើងស្គាល់តួអក្សរយើងស្គាល់ស្រៈយើងត្រូវចេះរបៀបនៅក្នុងការអានបន្ទាប់ពីចេះអានយើងត្រូវស្គាល់អំពីប្រភេទនៃថ្នាក់ពាក្យនៅក្នុងភាសាអង់គ្លេសហ្នឹងអាណាទៅ noun verb adjective ហើយបានយើងយកអាទាំងអស់ហ្នឹងមកផ្គុំគ្នាឲ្យចេញទៅជាប្រយោគមួយយើងនិយាយវាឲ្យចេញទៅជាប្រយោគភាសាអង់គ្លេសដើម្បីឲ្យវាចេញទៅជាប្រយោគភាសាអង់គ្លេសបានតើតែចាស់យល់អំពី structure គេហៅថារចនាសម្ព័ន្ធរបស់ប្រយោគដើម្បីយកទៅនិយាយដើម្បីយកទៅសរសេរឲ្យបានត្រឹមត្រូវចាស់តើអត់អញ្ចឹងអាតួអក្សរនេះយើងរៀនហើយ A B C D E F G ស្រៈ A E I O U រៀនអំពីស្រៈមួយសំឡេងនៃអក្សរនីមួយនេះយើងរៀនហើយវារៀនហ្នឹងវាច្រើនឆ្នាំហើយវាគួរតែដោះហើយវាគួរតែដោះមកខ្លះណាហើយចំណុចសំខាន់ទី2នេះគឺស្គាល់ថ្នាក់ពាក្យឲ្យបានច្រើនណាទទួលស្គាល់ថាកំហុសរបស់យើងរាល់ថ្ងៃហ្នឹងគឺយើងរៀនអត់បានជាប់លាប់ឥឡូវហ្នឹងគឺជាជាបដិញ្ញាថាត្រូវតែប្រឹងហ្មងព្រោះអនឡាញយើងបាត់បែនតាមពេលវេលាបានយើងបាត់បែនតាមពេលវេលាបានណានឹង alert ចាស់រាល់អង្គ1ម៉ោងមុន
នឹង alert 1 ម៉ោងមុនដើម្បីយើងចូលរៀនឥឡូវពេលវាចេះទៅមុខហើយវា25នាទីហើយនេះគឺជាអត្ថបទចាស់ដែលយើងបានរៀនហើយតែតកតងមួយនឹង topic នៃការរៀនភាសាអង់គ្លេសនៅក្នុងមេរៀនរបស់យើងដែលយើងអនុវត្តពីsubject ជាមួយនឹងគេស័ព្ទ to be នឹងគឺជាអត្ថបទខ្លីៗដែលយើងបានរៀនរួចហើយពាក្យទាំងអស់នោះក៏យើងបានរៀនដែរយើងបានរៀនទាំងអនឡាញយើងបានរៀនទាំងផ្ទាល់ទៀតផងយើងបានរៀនទាំងអនឡាញយើងបានរៀនទាំងផ្ទាល់ទៀតអញ្ចឹងណាអត់ទៅអត្ថបទនឹងដដែលនឹងទេព្រោះយើងរៀនច្រើនដងហើយថ្ងៃហ្នឹងណានឹងចូលទៅអត្ថបទថ្មីតែពេលវេលាយើងវាមានពេលកំណត់អញ្ចឹងបើចូលទៅអត្ថបទថ្មីសិនតែណាមិនអានអត់ទាំងអស់ទេអត្ថបទហ្នឹងក៏ណាអានផ្ញើឲ្យព្រះអង្គម៉ាប់ដែរអត្ថបទហ្នឹងណាបានផ្ញើឲ្យព្រះអង្គម៉ាប់ដែរអត្ថបទហ្នឹងណាបានផ្ញើឲ្យព្រះអង្គម៉ាប់ដែរចូលអត្ថបទមួយជាណាផ្ញើជា PDF ទៅចាស់ឃើញនេះអត្ថបទនេះអា daily routine នេះនិយាយពី daily routine នេះចាស់ឃើញអត់ណាអត្ថបទហ្នឹងណាបានផ្ញើឲ្យហើយថ្ងៃយើងនឹងរៀនអត្ថបទនេះអត្ថបទទាំងស្រុងប្រវែងហ្នឹងបំពិតវាជាអត្ថបទខ្លីសាមញ្ញមួយទេប៉ុន្តែណាធ្វើអត្ថបទហ្នឹងដើម្បីបង្កើននៅការអានដើម្បីឲ្យចេះអានបានច្រើនហើយយើងនឹងរៀនពាក្យបានច្រើននៅក្នុងអត្ថបទនីមួយៗហ្នឹងយើងនឹងរៀនពាក្យឲ្យបានច្រើនដូច្នេះទើបយើងរៀនជាលក្ខណៈអត្ថបទអញ្ចឹងណាយើងបានរៀនពីគោលនៃមេរៀននីមួយរបស់វាហើយឥឡូវយើងមករៀនអត្ថបទដែលនៅក្នុងអត្ថបទនេះគឺយើងផ្ដោតទៅលើប្រភេទប្រយោគស្របប្រយោគបដិសេធនិងប្រយោគសំណួរហើយក៏អាចមានប្រភេទប្រយោគសំណួរបែបបដិសេធដែរអញ្ចឹងដើម្បីឲ្យដឹងថានោះអាពេលដែលយើងរៀនប្រយោគនីមួយការបង្កើតប្រយោគនីមួយបើសិនបើវាជាអត្ថបទឬក៏គេយកទៅនិយាយថាតើគេគួរនិយាយម៉េចប្រយោគវានឹងវាមានលក្ខណៈម៉េចអញ្ចឹងនៅក្នុងអត្ថបទខ្លីហ្នឹងអត្ថបទហ្នឹង topic របស់អត្ថបទគឺនឹងដាក់ថា my daily routine ពាក្យថា routine វាស្មើនឹងពាក្យថា habit គឺវាទម្លាប់តែទម្លាប់ប្រចាំថ្ងៃហើយ routine ហ្នឹងមានន័យថាវាធ្វើស្អែកថ្ងៃហ្នឹងក៏ធ្វើអាហ្នឹងស្អែកក៏ធ្វើអាហ្នឹងខាងស្អែកក៏ធ្វើអាហ្នឹងវាដដែលសកម្មភាពដែលវាកើតឡើងដដែលឬសកម្មភាពដែលវាកើតឡើងជាប្រចាំអាហ្នឹងមិនគេប្រើពាក្យថា daily routine ចេះតន់ណានិយាយអត់តន់អត់ឮអត់ណាចឹងហើយបានគេហៅថា daily routine ដោយសារតែសកម្មភាពបង្កើតអន្តរាយអូនណាមានធ្លាប់បានឲ្យអានណាដូចចាំថាឲ្យព្រះអង្គគុណអានអត្ថបទហ្នឹងអានហើយហ្នឹងមែនទេចុះណាឲ្យធ្វើអីខ្លះអត្ថបទហ្នឹងចាំអូខេអត្ថបទហ្នឹងណាឲ្យបកប្រែឲ្យស្រង់ពាក្យដែលពិបាកពាក្យដែលយល់ថាអត់ដែលចេះទេអត់ទាន់ចេះទេអញ្ចឹងឲ្យស្រង់អត្ថពាក្យហ្នឹងរួចហើយគ្រប់អង្គសរសេរផ្ញើមកឲ្យកណាឲ្យផ្ញើតាមយកព្រះអង្គមកថតមកហើយផ្ញើមកបានធ្វើនៅណាឲ្យឆ្លៀតពេលហ្នឹងជុំគ្នាអង្គុយជុំគ្នារៀនជុំគ្នាទៅរួចហើយពេលដែលម៉ោងណាអត់បានបង្រៀនអញ្ចឹងឲ្យអនឡាញទៅផ្ទាល់អញ្ចឹងយកម៉ោងហ្នឹង
បើកអត្ថបទហ្នឹងនៅក្នុង computer ទៅនៅឥឡូវចាំមើលណាផ្ញើឲ្យម្ដងទៀតរៀនចប់ហ្នឹងណាផ្ញើឲ្យម្ដងទៀតហើយបើកមើលទៅអានវាមេរៀនតើតើយើងចេះអានវាមុនបើយើងអត់ទម្លាប់អានមុនទេពេលដែលមករៀនមេរៀនហ្នឹងដូចដឹកគោមួយទទួលនៅស្ពិចស្ពិលដែរតែបើយើងបានអានរៀនអានមុនយើងទៅស្គាល់ពីមុនយើងទៅឆែកមុនគេហៅចង់ចេះរៀនបែបអ្នកចង់ចេះមែនតើមកអាហ្នឹងនៅពេលដែលចាស់នៅពេលដែលយើងចូលមេរៀនយើងចាប់ឆាប់តន់ជាពិសេសព្រះអង្គយុទ្ធព្រះអង្គភិរៈព្រះអង្គរិទ្ធទៅមកថ្មីព្រះអង្គមេងចាប់យឺតនឹងចាស់ចាប់យឺតជាងគេអញ្ចឹងដើម្បីឲ្យប្រសិទ្ធភាពនៅពេលដែលយើងរៀនបានលឿនមានតែទៅមើលមុនគេទេហើយវិធីសាស្ត្រក៏ប្រាប់ទៀតប្រើត្រូវមាន dictionary ហ្នឹងប្រើយ៉ាងម៉េចអាហ្នឹងសិតតែណា highlight ឲ្យអស់ហើយរឿងសំខាន់វាអត់សំខាន់តើកណាហ្នឹង highlight បង្រៀនយ៉ាងម៉េចអីប៉ុណ្ណាទេវាសំខាន់តើបានធ្វើវាអត់ជាប្រចាំថ្ងៃអាហ្នឹងវាជារឿងសំខាន់តើនេះចាណានឹងតដែលណាអត់តន់អានទេណាអត់តន់ចូលអានអត្ថបទហ្នឹងទេយើងទុកស្អែកចាំយើងអានបន្តអត្ថបទហ្នឹងប៉ុន្តែត្រូវតែ highlight ពាក្យនឹងឲ្យណា highlight មានតែមិនស្រង់វាទៅសេជាពាក្យរាយពាក្យឧទាហរណ៍ថា every day ឬក៏ពាក្យថា student ឬ student នេះរៀនច្រើនដងហើយអញ្ចឹងមិនបាច់ទេតែដូចជាពាក្យថា busy អីចឹងទៅដូចជាពាក្យថា interest អីចឹងទៅអាពាក្យអញ្ចឹងចាស់គួរតែមិននេះពាក្យអញ្ចឹងចាស់គួរតែស្រង់វាចេញមកដើម្បីហើយទៅមើល dictionary មើលអាហ្នឹងវាមានន័យថាម៉េចហើយរៀនអានវាទៅនៅពេលដែលយើងមករៀនអាននៅពេលដែលយើងមករៀនអាននេះចាស់នឹងងាយឆាប់ចាំយល់ទេយល់អត់តែបើអត់ទេវានៅដដែលហើយហ្នឹងគឺរាល់តែម៉ោងហ្នឹងរាល់តែពេលណានិយាយអាហ្នឹងរហូតណារាល់តែម៉ោងរាល់តែពេលគឺណានិយាយហ្នឹងរហូតអញ្ចឹងសូមឲ្យអ្វីដែលណានេះទៅសូមព្យាយាមតែប៉ុណ្ណឹងសូមព្យាយាមតែប៉ុណ្ណឹងណាប៉ុណ្ណាណាទាំងអស់មកអត្ថបទហ្នឹងរៀនមកអត្ថបទហ្នឹងទាំងអស់ហ្នឹងតោះណាទេមកអត្ថបទហ្នឹងទាំងអស់ហ្នឹងប៉ុន្តែយើងនឹងរៀនម្ដងបន្តិចទេព្រោះកម្រិតតែយើងទៅមិនអាចលឿនបានទេអញ្ចឹងយើងរៀនបន្តិចម្ដងតោះណាតោះនេះយ៉ាអូខេអញ្ចឹងថ្ងៃហ្នឹងប៉ុណ្ណឹងសិនរំលឹកឡើងវិញហើយយើងនឹងដឹងថាយើងត្រូវរៀនអីស្អែកនឹងបន្តទៀតសម្រាប់ម៉ោងចាស់ត្រៀមទៅ7 8ឬក៏8 9យើងបាត់តាមហ្នឹងចាព្រោះការងារណាវាអត់ stable អត់មានស្ថិរភាពថាត្រូវតែម៉ោងហ្នឹងថ្ងៃហ្នឹងដូចមុនបានទេវាប្រែប្រួលអញ្ចឹងចាតែនឹងព្យាយាមឲ្យអស់ពីលទ្ធភាពនៅក្នុងការឆ្លៀតបង្ហាញបង្រៀនចាស់តោះណាចាអញ្ចឹងហើយសង្ឃឹមថាចាស់ប្រឹងទាំងអស់គ្នាប្រឹងគ្រប់អង្គប្រឹងទាំងអស់គ្នាដើម្បីឲ្យវាឃើញសមិទ្ធផលមួយឲ្យវាឃើញថាអូរៀនអង់គ្លេសមួយឆ្នាំនេះវាចេះប៉ុណ្ណេះដែរកុំឲ្យរៀនហើយអីគេមិនដឹងថាចេះអីខ្លះមិនដែលឃើញចេះអីបង
anh nói về ấp trầu hãy comment nè về chuyện này mình nói vậy tức là về miền trẻ say mùi ta thì nó chẳng á chụp chụp này p đó theo chụp này p riêng theo ai đâm bayឲ្យពេលវេលាដែលយើងប្រើហ្នឹងវាទទួលបានប្រយោជន៍មកវិញពីការរៀនហ្នឹងថ្ងៃហ្នឹងយើងចូលប៉ុណ្ណឹង35នាទី36នាទីហើយអញ្ចឹងម៉ោងដែលយើងរៀនណា take ប្រហែលជាកន្លះម៉ោងដល់45នាទីទេយើងរៀនមិនដូចនៅក្នុងថ្នាក់យើងអាចចំណាយពេល1ម៉ោង1ម៉ោងជាងបានទេអញ្ចឹង online ណានឹងចំណាយពេលអញ្ចឹងតិចតិចប៉ុន្តែយើងព្យាយាមសប្តាហ៍ឲ្យបាន4ថ្ងៃអីទៅអញ្ចឹងចាមួយសប្តាហ៍ឲ្យបាន4ថ្ងៃអីទៅដើម្បីកុំឲ្យយើងអនឡាញយើងរៀនឲ្យបានច្រើនអូខេអញ្ចឹងថ្ងៃហ្នឹងប៉ុណ្ណឹងសិនចាចាំស្អែកចាំឆ្លៀតបន្តទៀតណាចាណាអញ្ចឹង homework អត់មានអីទេhomework របស់យើងណា homework របស់យើងគឺត្រូវ translate vocabulary ឬក៏ difficult word តោះនេះចាណាត្រូវ translate vocabulary ឬក៏ difficult word ហ្នឹងនឹងជា homework ដែលចាស់ត្រូវធ្វើណាអូខេប៉ុណ្ណឹងសិនចាស់ថ្ងៃណា